អ្នកគ្រូខ្ញុំរលូតកូន8ខែហើយតែខ្ញុំមិនបានការពារទេមិនអត់មានកូនវិញអញ្ចឹងចាបងតាក់តងជាមួយនឹងការរលូតកូនในខ្លួនឯងឬក៏ការរំលូតយកកូនចេញមិនថាការបូមសម្អាតឬក៏ការលាបថ្នាំអ្វីដែលប៉ះពាល់គឺធ្វើឲ្យស្បូនខ្សោយអញ្ចឹងនៅពេលដែលស្បូនខ្សោយគឺនឹងជួបបញ្ហាជាច្រើនហើយបើក្នុងករណីដែលគាត់រលូតកូនហើយឬក៏រំលូតកូនហើយក៏ចង់បានកូនវិញទៀតគាត់ត្រូវដឹងច្បាស់ថាតើសុខភាពរបស់គាត់ជាមួយនឹងសុខភាពស្បូនរបស់គាត់នឹងគឺមកល្អវិញនៅព្រោះជាធម្មតានៅពេលដែលរលូតហើយឬក៏រំលូតហើយគឺខ្ញុំដឹងតែសុខភាពបងគឺដឹងតែអត់ទាន់រឹងមាំហើយជាពិសេសនោះគឺសុខភាពស្បូនដោយសារធម្មតាស្បូននៅពេលដែលមានកូនគឺវារីកដល់ពេលយើងរំលូតឬក៏រលូតពេលខ្លះវាអត់ទាន់បិទចិត្តមកវិញទេស្បូនយើងគឺអត់ទាន់រឹងមាំមកវិញទេអញ្ចឹងបើក្នុងករណីយើងមានកូនម្ដងទៀតវាអាចប្រឈមជាមួយនឹងការរលូតខ្លួនឯងម្ដងទៀតឬក៏ពេលខ្លះកូនមានបញ្ហាផ្សេងដែលយើងត្រូវយកចេញម្ដងទៀតជាទូទៅនៅពេលដែលរលូតកូនហើយឬក៏រំលូតកូនហើយចាប់ពី6ខែទៅ1ឆ្នាំទៀតទើបគេឲ្យយើងមានកូនម្ដងទៀតព្រោះរយៈពេលហ្នឹងគឺសុខភាពយើងក៏ដូចជាសុខភាពស្បូនក៏រឹងមាំមកវិញដែរហើយណាមួយទៀតយើងក៏ត្រូវរកវីតាមីនដើម្បីញ៉ាំជំនួយសុខភាពបន្ថែមទៀតទៅដើម្បីឲ្យស្បូនរបស់យើងមានសុខភាពល្អអត់មានបញ្ហាអីប្រឈមទៀតជាពិសេសអ្នកដែលគាត់ធ្លាប់រលូតកូនในខ្លួនឯងមានន័យថាពេលខ្លះគាត់មានជំងឺកាមរោគដូចជារោគស្ត្រីអីចឹងទៅឬក៏គាត់ខ្វះជាតិដែកក៏គាត់រលូតកូនในខ្លួនឯងដែរអញ្ចឹងគាត់ត្រូវរកវីតាមីនញ៉ាំទៅដើម្បីជំនួយសុខភាពគាត់បន្ថែមក៏ដូចជាវីតាមីនត្រៀមយកកូនគឺល្អបំផុតសម្រាប់អ្នកដែលគាត់រលូតកូនในខ្លួនឯងអញ្ចឹងមិនមែនថារំលូតកូនហើយយកកូនអត់បានវិញទៀតទេមិនមែនទេអាចយកភ្លាមបានក៏ប៉ុន្តែនៅពេលដែលស្បូនរបស់យើងនៅខ្សោយសុខភាពយើងនៅខ្សោយអញ្ចឹងធម្មតាពីមុនមកពេលយើងមានកូនយើងធ្លាប់ជួបអីអញ្ចឹងវាអាចនឹងសាររើមកម្ដងទៀតក៏ថាបានដែរជាពិសេសអ្នកដែលគាត់រលូតកូនដោយខ្លួនឯងបើគាត់មានភ្លាមម្ដងទៀតគឺគាត់នឹងងាយរលូតម្ដងទៀតតែបើអ្នកដែលគាត់កូនស្លាប់នៅក្នុងពោះកូនអត់លូតលាស់អីគឺងាយនឹងប្រឈមនឹងបញ្ហានឹងមកម្ដងទៀតអញ្ចឹងបានជាទូទៅគេឲ្យយើងត្រៀមសិនត្រៀមមានន័យថាយើងប្រើវីតាមីនឬក៏យើងទៅអាសាទៅឆៃសុខភាពស្បូននេះចឹងទៅថាតើស្បូនរបស់យើងហ្នឹងគឺអត់មានការរលាកអត់មានដុំសាច់ឬក៏អត់មានជំងឺកាមរោគដែលធ្វើឲ្យមានការធ្លាក់សអីឬក៏អត់មានបញ្ហាស្បូនទេគឺយើងត្រូវដឹងជាមុនសិនមុននឹងយើងយកកូនហើយខាងខ្ញុំក៏មានជាវីតាមីនត្រៀមយកកូនគឺវីតាមីនអូលីហ្កូប្រូក្រេអាសគឺជាវីតាមីនដែលជំរុញឲ្យម៉ាក់គាត់ឆាប់មានកូនហើយនឹងជំរុញឲ្យការមករដូវរបស់គាត់ទៀងទាត់ល្អមេជីវិតនេះរបស់គាត់ធ្លាក់មកល្អឆាប់មានការបង្កកំណើតអញ្ចឹងបងគាត់ចង់បានអាចតាក់ទងមកតាម Telegram បាន